ការងារស្អេកស្កះពេញដៃតែសុភកុសមានិងស្វាមីនៅបន្តធ្វើសកម្មភាពគួរឲ្យសរសើរចំពោះវីរៈកងទ័ពដោយផ្ទាល់ចាស់និយាយពីសកម្មភាពសប្បុរសធម៌របស់ពិធីការនីសុភកុសមានិងស្វាមីអំឡុងពេលប្រទេសជាតិមានបញ្ហាកន្លងមកអ្នកនាងនិងស្វាមីបានចូលរួមយ៉ាងសកម្មទាំងការប្រើសម្លេងផ្សព្វផ្សាយរកសន្តិភាពសម្រាប់កម្ពុជានិងចំណាយទាំងកម្លាំងស្មារតីថវិកាផ្ទាល់ខ្លួនរៀបចំជាស្តៀងសម្ភារៈចុះជួយដល់វីរៈកងទ័ពជួរមុខនិងបងប្អូនគ្រួសារភាសិកជាច្រើនមកដល់ពេលនេះទោះស្ថានភាពប្រទេសស្ងប់ស្ងាត់វិញបន្តិចតែងាកទៅមើលលើ Facebook របស់ពិធីការនីរូបនេះនិងស្វាមីនៅតែឃើញបង្ហាញសកម្មភាពបន្តចូលរួមជួយប្រទេសជាតិដោយធ្វើជាមូលនិធិសប្បុរសធម៌រៃអង្គាសថវិកាតិចតួចពីបងប្អូនសប្បុរសជនសម្រាប់ទ្រទ្រង់ដល់វីរៈកងទ័ពជួរមុខឈរជើងការពារជាតិតាមព្រំដែនផងដែរយ៉ាងណាមិញត្បិតតែការងារសិល្បៈកំពុងតែមមាញឹកខ្លាំងតែពិធីការនីសុភកុសមានិងស្វាមីនៅតែឆ្លៀតពេលវេលាបង្ហាញសកម្មភាពដើរទិញសម្ភារៈនិងស្តៀងអាហារដោយផ្ទាល់ដើម្បីរៀបចំយកទៅជូនដល់បងវីរៈកងទ័ពជួរមុខតាមតំបន់ផ្សេងដោយផ្ទាល់ទៀតផងក្នុងនោះអ្នកនាងកុសមាបានរៀបរាប់ថាអរគុណបងប្អូនសប្បុរសជនទាំងអស់ស្តៀងកាហ្វេបារីនិងទឹកប្រាក់បន្តិចបន្តួចបានដល់ដៃបងវីរៈកងទ័ពផ្សេងនៅតាមតំបន់ជួរមុខរបស់គាត់ចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា